បងប្អូនណាថ្ងៃនេះថ្ងៃទី11ហើយថ្ងៃ11ខែ6អញ្ចឹងតម្លៃហាងឆេងជ័រប្រហែលថ្ងៃចុងក្រោយនេះចុះសឺតបងប្អូនណាមួយថ្ងៃ100មួយថ្ងៃ100អញ្ចឹងចុះអស់ឆ្កាខ្ញុំនេះណាចុះអស់200បងប្អូនណាលក់បានតែ34 35អីទេមកពលាបងប្អូនបាទស្ថានភាពនៅមជ្ឈមបូព៌ាខ្ញុំគិតថាស្ថានភាពពិភពលោកមានការច្បុកច្បល់សង្គ្រាមអត់ទាន់បញ្ចប់រោគសន្តិភាពអត់ទាន់បានចឹងហើយបានជាសេដ្ឋកិច្ចពិភពលោកមានការរង្គោះរង្គើដែលប៉ះពាល់ទៅដល់តម្លៃហាងឆេងជ័រអន្តរជាតិធ្វើឲ្យតម្លៃអន្តរជាតិចុះដែរអញ្ចឹងហើយបានជាហាងឆេងនៅក្នុងស្រុកក៏មានការចុះដែរបងប្អូនបាទមានឡើងមានចុះធ្វើម៉េចឥឡូវបងប្អូនហេតុអីបានជ័រមួយថ្ងៃនេះចេះតែចុះថោកចុះថ្លៃទៅបងប្អូនតាមការខ្ញុំគិតនេះណាដោយសារតែសង្គ្រាមនៅមជ្ឈមបូព៌ាបងប្អូនរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ក៏ដូចជាអ៊ីស្រាអែលអញ្ចឹងប្រហែលថ្ងៃនេះឃើញថាអាមេរិកចាប់ដើមទម្លាក់គ្រាប់ទៅលើប្រទេសអ៊ីរ៉ង់ទៀតហើយអញ្ចឹងធ្វើឲ្យកម្ដៅនៅមជ្ឈមបូព៌ាបានឡើងមកវិញអញ្ចឹងធ្វើឲ្យប៉ះពាល់ទៅដល់ទីផ្សារទៅដល់សេដ្ឋកិច្ចសកលអញ្ចឹងហើយបានជាតម្លៃជ័រប្រហែលថ្ងៃនេះចុះដែរបងប្អូនព្រោះអីយប់មិញមាសចុះខ្លាំងណាស់មាសចុះមកតឡឹងជិត$200ណាបងប្អូនចុះច្រើនមែនតើអត់ដែរជួបទេអត់ដែរឃើញទេហើយធ្វើឲ្យតម្លៃជ័រព្រឹកនេះចុះទៀតអញ្ចឹងតកែតម្លាក់ខ្ញុំ$200អើសំទោសតកែតម្លាក់ខ្ញុំ200រៀលអញ្ចឹងមិនថាជ័រមួយថ្ងៃនេះចុះសបើមចុះខ្លាំងណាស់បងប្អូនបាទអរគុណអញ្ចឹងចង់ផ្ដល់ព័ត៌មានឲ្យបងប្អូនដឹងប៉ុណ្ណឹង